សួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំបាទសូមនាំបងប្អូនអរគ្នាទៅទស្សនាទីកន្លែងដ៏ស្រស់ស្អាតមួយនៅគឺល្អាងភ្នំត្រាច់ខេត្តកំពតដែលទីកន្លែងនេះមានរឿងរ៉ាវអបិយជំនឿជាច្រើននៅក្នុងល្អាងមួយនេះការកំសាន្តជារទេសសេះកយគុណទេសភាពទីតាំងល្អាងដែលអាចហែលទឹកលេងបានទេសភាពវាលស្រែដងភ្នំដ៏ស្រស់ស្អាតនៅជាប់នឹងផ្លូវថ្មីមកទឹកដីល្អាងភ្នំត្រាច់ខេត្តកំពតនេះផងដែរដូច្នេះសូមបងប្អូនអរគ្នារីករាយទស្សនាវីដេអូនេះទាំងអស់គ្នាសូមអរគុណបាទសួស្តីបងប្អូនអរគ្នាវិលមកជួបខ្ញុំបាទធៀងសុចិត្រាយុវជនបេនិចរសាស្ត្រថ្មីម្ដងទៀតហើយជាមួយវីដេអូដំណើរកម្សាន្តនៅកាន់ល្អាងភ្នំត្រាច់ខេត្តកំពតក្នុងដំណើរកម្សាន្តនេះខ្ញុំបានចាក់ចេញពីទីក្រុងភ្នំពេញនៅម៉ោងប្រហែល 5:20 នាទីព្រឹកដើម្បីទៅជួបជុំសមាជិកពីររូបទៀតនៅម៉ោង 6 ព្រឹកនៅទីតាំងការសាងពិធីមួយកន្លែងនៅបណ្ដោយផ្លូវជាលេខ 3 បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់ទីតាំងដែលបានណាត់ជួបគ្នាជាមួយសមាជិករបស់ខ្ញុំពីររូបទៀតគឺនៅការសាងពិធីកណ្ដាលស្ទឹងដែលស្ថិតនៅបណ្ដោយផ្លូវជាលេខ 3 សួស្តីបងប្អូនអរគ្នាឥឡូវនេះពួកយើងនឹងធ្វើដំណើរទៅកាន់ទឹកដីភ្នំត្រាច់ខេត្តកំពតហើយពីភ្នំត្រាច់យើងនឹងនាំគ្នាទៅខាងភ្នំទឹកធំនៅខាងទៅដែនវៀតណាមហើយគិតថាសប្បាយអត់ថ្ងៃហ្នឹងមើលទៅគេណាសានយើងគាត់ជារីករាយនឹងជាមួយទេសភាពដ៏ស្រស់ស្អាតនៅទីនោះបាទពេលបានជុំគ្នាពួកខ្ញុំក៏ជជែកគ្នាលេងពីនេះពីនោះបន្តិចបន្ទាប់មកក៏ពិភាក្សាគ្នាអំពីផែនការនៃការធ្វើដំណើរនិងការថតប្លង់មួយចំនួនក្នុងដំណើរកម្សាន្តនេះបន្ទាប់ពីពិភាក្សាគ្នារួចពួកខ្ញុំក៏ចាប់ផ្ដើមពិនិត្យមើលសម្ភារៈរៀងខ្លួនដើម្បីបន្តដំណើរទៅមុខទៀតបាទបងប្អូនអរគ្នាឥឡូវនេះពួកខ្ញុំចាប់ផ្ដើមធ្វើដំណើរចាក់ចេញពីទីតាំងក្រាសាំងពិធីកណ្ដាលស្ទឹងដើម្បីបន្តដំណើរទៅមុខទៀតហើយដំណើរកម្សាន្តរបស់ពួកខ្ញុំគឺទៅកាន់ល្អាងភ្នំត្រាច់នៃទឹកដីខេត្តកំពតធ្វើដំណើរប្រហែល1ម៉ោងជាងពួកខ្ញុំក៏ម្ដងអង្គតសោមនៅលើផ្លូវជាតិលេខ 3 នៃទឹកដីខេត្តតាកែវហើយពួកខ្ញុំក៏សម្រេចចិត្តនាំគ្នាចូលញ៉ាំអាហារពេលព្រឹកឲ្យរួចរាល់មុនបន្តដំណើរទៅមុខទៀតបាទបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចពួកខ្ញុំក៏ប្រញាប់ស្រុតបន្តដំណើរទៅមុខទៀតហើយចំពោះដំណើរកម្សាន្តទៅកំពតលើកនេះពួកខ្ញុំមិនធ្វើដំណើរនៅលើផ្លូវជាតិលេខ 3 នោះទេប៉ុន្តែពួកខ្ញុំនឹងធ្វើដំណើរនៅលើផ្លូវជាតិលេខ 31បាទបងប្អូនអរគ្នានេះគឺជាស្លាកសញ្ញាផ្លូវបំបែកបើបត់ស្ដាំបងប្អូនទៅខាងខេត្តកំពតតែសម្រាប់ពួកខ្ញុំត្រូវបត់ឆ្វេងដើម្បីធ្វើដំណើរនៅលើផ្លូវ31ទៅខាងអង្គរជ័យនៃទឹកដីខេត្តកំពតព្រោះនៅទីនោះកំពុងល្បីល្បាញនៅតាមដងផ្លូវមានទេសភាពស្អាតខ្លាំងណាស់នឹងអាចថតផ្តិតយកទេសភាពស្អាតៗចែកជូនបងប្អូនអរគ្នាទស្សនាកម្សាន្តដូច្នេះពួកខ្ញុំព្យាយាមធ្វើដំណើរដើម្បីឆាប់បានទៅដល់គោលដៅឲ្យទាន់ពេលព្រឹកវ៉ាវបងប្អូនអរគ្នាគ្រាន់តែធ្វើដំណើរនៅលើផ្លូវ31នេះប្រហែលជាកន្លះម៉ោងប៉ុណ្ណោះពួកខ្ញុំបានមកដល់តំបន់មួយដែលមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនមានវាលស្រែពណ៌ខៀវខ្ចីឆ្ងាយសន្លឹមដល់ជួរភ្នំព្រមទាំងមានដើមត្នោតជាច្រើនដើមឈរបង្អួតសម្រស់នៅតាមវាលស្រែនិងមានតាមដងផ្លូវពិតជាស្អាតប្លែកភ្នែកទាក់ទាញចិត្តពួកខ្ញុំឲ្យចង់ចូលទៅគៀកដើម្បីផ្តិតយកទិដ្ឋភាពនិងទេសភាពដ៏ស្រស់ស្អាតនេះខ្លាំងមែនទែនបាទបន្ទាប់ពីជប់ថតទេសភាពបន្តិចមកឥឡូវនេះពួកខ្ញុំកំពុងបន្តដំណើរទៅមុខជាបន្តទៀតឃើញថានៅតាមដងផ្លូវជាតិលេខ 31នេះពិតជាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនជាមួយនឹងវាលស្រែដើមត្នោតនិងភ្នំជាច្រើននៅអមសងខាងផ្លូវតែម្ដងហើយត្រូវនឹងបរិយាកាសពេលព្រឹកព្រលឹមត្រជាក់ល្ហឹមបែបនេះទៀតពិតជាធ្វើឲ្យពួកយើងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនឃើញដូច្នេះខ្ញុំពិតជាមិនចង់ឲ្យខកខានជាមួយនឹងទេសភាពវាលស្រែនិងដើមត្នោតលាតសន្ធឹងជាប់ជាងភ្នំហ៊ុំព័ទ្ធទៅដោយពពកចុះអាប់ពីពេញមេឃដូច្នេះខ្ញុំមិនបង្អង់យូរក៏ចុះថតទេសភាពដ៏ស្រស់ស្អាតពីលើអាកាសចែកជូនបងប្អូនអរគ្នាទស្សនាកម្សាន្តបាទសូមបងប្អូនអរគ្នារីករាយទស្សនាវីដេអូ drone ពីលើអាកាសនេះទាំងអស់គ្នាសូមអរគុណ
បាទបងប្អូនអ្នកគ្នាក្រោយពីបានថតវីដេអូ drone ពីលើអាកាសបង្ហាញពីទស្សនភាពក៏ដូចជាទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវរួចមកឥឡូវនេះពួកខ្ញុំក៏កំពុងបន្តដំណើរទៅមុខទៀតដើម្បីទៅដល់លាងភ្នំត្រាច់នៃទឹកដីខេត្តកំពតជាបន្តទៀតបន្ទាប់ពីធ្វើដំណើរបានរយៈពេលប្រហែល15នាទីឥឡូវនេះពួកខ្ញុំបានមកដល់ផ្លូវបំបែកជា3ដែលមានរាយអក្សរទេគឺពួកយើងត្រូវបត់ស្ដាំដើម្បីបន្តដំណើរទៅកាន់លាងភ្នំត្រាច់បន្ទាប់ពីធ្វើដំណើរហួសផ្លូវបំបែកជា3រាយអក្សរទេប្រហែល15នាទីបងប្អូននឹងមកដល់ស្ពានថ្មតូចមួយហួសស្ពានថ្មប្រហែល50ម៉ែត្របងប្អូនមើលមកស្ដាំដៃនោះបងប្អូននឹងបានឃើញផ្លូវបេតុងធំមួយដែលបានដាក់ផ្លាកសញ្ញាថារមណីយដ្ឋានទេសចរណ៍លាងភ្នំត្រាច់ហើយបងប្អូនត្រូវធ្វើដំណើរនៅលើផ្លូវបេតុងនេះប្រហែល1គីឡូម៉ែត្រទៀតនោះបងប្អូននឹងបានទៅដល់លាងភ្នំត្រាច់ជាមិនខានពេលធ្វើដំណើរជិតដល់ថ្លង់ទ្វារច្រកចូលទៅខាងក្នុងលាងភ្នំត្រាច់នេះចៃដន្យពួកខ្ញុំក៏ក្រឡេកឃើញមានហាងកាហ្វេមួយកន្លែងនៅខាងឆ្វេងដៃជិតច្រកចូលពួកខ្ញុំក៏សម្រេចចិត្តចូលទៅសម្រាប់ញ៉ាំកាហ្វេនៅទីនោះបន្តិចសិនដោយសារពួកយើងធ្វើដំណើរមករៀងឆ្ងាយដែរហើយអាកាសធាតុក៏រៀងក្តៅដូច្នេះពួកយើងនាំគ្នាសម្រាប់ញ៉ាំកាហ្វេនិងភេសជ្ជៈឲ្យត្រជាក់ខ្លួននៅទីតាំងហាងកាហ្វេនេះមុនបន្តដំណើរទៅមុខទៀតពេលបានមកដល់ខាងក្នុងហាងកាហ្វេស្រែ100នេះឃើញថាមានបរិយាកាសល្អនិងការរៀបចំតុបតែងដេគ័រផ្នែកខាងក្នុងមានអនាម័យផាសុកភាពស្អាតដូចអ្នកលក់អញ្ចឹងស្អាតម្លឹងអញ្ចឹងតើបានមានភ្ញៀវចូលមកហូបកាហ្វេនៅខាងក្នុងហាងនេះច្រើនខ្លាំងមែនទែនបាទនិយាយលេងទេបងប្អូនតែកាហ្វេអាយឡាតេរបស់ខ្ញុំអត់ដាក់ស្ករទេប៉ុន្តែមានអារម្មណ៍ថាផ្អែមដល់ហើយបាទបន្ទាប់ពីទទួលបានកាហ្វេពីអ្នកលក់ដ៏ស្រស់សោភាពួកខ្ញុំក៏យកមកអង្គុយញ៉ាំនៅក្រោមដើមឈើខាងមុខហាងវិញព្រោះចង់បានខ្យល់និងបរិយាកាសបែបធម្មជាតិនៅក្រោមម្លប់នៃដើមឈើដ៏ត្រឈឹងជ្រៃផ្ដល់នូវភាពត្រជាក់ដល់រាងកាយមុនបន្តដំណើរទៅមុខបន្តទៀតបន្ទាប់ពីចាក់ចេញពីហាងកាហ្វេធ្វើដំណើរមកត្រង់បានបន្តិចពួកខ្ញុំក៏បានមកដល់ថ្លង់ទ្វារវត្តមួយដែលមានឈ្មោះថាគិរីសេឡាដែលជាច្រកចូលទៅកាន់លាងភ្នំត្រាច់តែពួកយើងត្រូវធ្វើដំណើរទៅមុខបន្តិចទៀតដើម្បីទៅដល់លាងភ្នំត្រាច់តែម្ដងបន្តដំណើរប្រហែល5នាទីប៉ុណ្ណោះឥឡូវនេះពួកខ្ញុំបានចូលមកដល់ទីតាំងក្នុងលាងភ្នំត្រាច់នៃទឹកដីខេត្តកំពតពេលចូលមកដល់ក្នុងបរិវេណលាងភ្នំត្រាច់នេះឃើញថាគេកំពុងរៀបចំកែលម្អដោយចាក់បេតុងពេញទីធ្លារមណីយដ្ឋាននេះតែម្ដងហើយក៏ត្រូវលក់ផ្កាហើយត្រូវទាវផ្កាដើម្បីថ្វាយដល់ម៉ានមកការគុកហ្មងមិនដែរមេយើងទៅថ្វាយแล้วពូអត់ឈូlạiមុខសិនណាពូបាទឥឡូវនៅពេលនេះយុវជនបនេចោកំពុងតែចូលអុជធូបដើម្បីបន់ស្រាំសុំផ្លូវចូលទៅក្នុងរោងភ្នំហើយបានសុខសុវត្ថិភាពទាំងអស់គ្នានេះគឺជាហ្គាយដែលនាំមកតាទេប៉ុណ្ណោះនិយាយថាប៉ុណ្ណោះហ្នឹងទៅអុជធូបអ្នកមកសៃមិញដែរហ្នឹងមែនបាត់បួងសក់ឡើងទៅលើអានសាយស្បែកគាត់បាត់បួងសក់ឡើងទៅលើតុតាហ្នឹងហ៎បាទនេះសាយអាស្នូតស្បែកគាត់អូមើលមុខព្រះពុទ្ធទៅតុកកែរិយានឹងក៏តាមសមាធិស្វែងរកធម៌ក៏ដែរឆាន់មកក៏ឆាន់ទៅនឹងតែគេព្រះពុទ្ធទៅតុកកែរិយាអូព្រះពុទ្ធកែរិយាគូមើលពីមុខនេះតើសងបាទលេខអូចុះផងក៏ស្លោកអូរៀងដូចជាតើគេវាយមើលពូនេះតែស្នាពូជាសាស្ត្រគេវាយមើលពូស្មាតធ្វើមកពីស្នងតែក៏ដល់មកតែនេះជើងគាត់អូរៀងដូចតើមែនដែរមើលចេះបាទហ្នឹងលោកគេមកកថានេះឲ្យមើលនេះបាទរៀងលាក់ពូគ្រឿងពូកលាក់ពីសខាងពងកនេះដូចគេហ្នឹងពងកនេះកនេះបាទនោះកលាក់មើលថ្ងៃហោះនេះទូហ្នឹងពេលចាស់ពីដើមថាlạiនឹងបានសមុទ្រអញ្ចឹងបាទគង់ពីសងខាងគាត់សំកល់បាក់បែកនេះសំពៅបាក់បែកក៏ជឿយកអញ្ចឹងបានហើយកុំយកល្អបាយចាបានហើយកុំ
giấy nữa nè cầm món cái mò cái mò bón cái ba phải lấy đại mò mà loại cái ba អញ្ចឹង ខ្លះហេតុគ្មានទេប្រឡែងត្រូវចូលក្នុងហ្នឹង លេខណាដែក បានត្រូវ មានដែកមានដៃ ផ្លេងដែង100ក្បាល បាទប្រឡែងមកអស់ អូ ហើយដល់អត់អោយធ្វើទៅនៅផ្សេងៗចឹងណា បាទចូលបានទេអូម្ដងអូខេ ផ្នែកគាត់មកដល់ផ្នែកគាត់ ដូចសាន់ដើកដែរ បាទទីពុកមកលោកតាអាស័យ អូយ៉ាប់មកថាអាស័យនេះ បាទអត់ទៅនោះស្អីតុងតលើ ទងនេះរៀងទង នេះផ្លេពីសងខាងហើយមាត់គាត់ខាងក្រោយ អូខេ មកឡើយនេះលោកតាអាស័យដល់អ្នកមានអាស័យមកគាត់សុំឲ្យបានដល់ ដល់លោកតាអាស័យ បាទយើងក៏លោកតាអាស័យជប់អ្នកមានអាស័យគាត់សុំឲ្យបានដល់គេខ្លះណាគេមកសុំកូនបានកូនសុំបានណាសុំតែបានទេមានអាស័យគាត់ពីដើមគេថាឡើងលោកតាអាស័យអាទីនេះ អ បានច្រើនមកជួយគូlạiគាត់សិនបានអមើលពីមុខបងមួយមុខនិយាយទេ លោកយាយទេព បាទមកខាត់មុខខាងនិយាយទេនោះនិយាយមកបាត់ឈប់សិនហ្នឹងចាក់ចាក់ អមកយាយម៉ៅ គូមកមកស្គាល់ហើយប្រហែលនោះគូលឺ ស្គាល់ហនុមាន បាទគូដល់ទៅគូ ណាគូមើលណាគូមើលណាមែនអូ មកនេះជួងមួយ គូលឺណាសាក់គូដែរមើល បាទមកគូនេះជួងមួយគេចង្ដៃគូដល់មកតែចង្ដៃ អូខេ បាទគូមកពីមុខនេះបើឡើងមក ហ្នឹងគេអូស្នូនដែរ បាទ ស្នូនដែរអូខេ ពូនេះឡើងវាស្រាយ100ពូពេលទឹកនេះឡើងច្រើនទៅស្រាយ100លើកពូក្នុងដោះ អញ្ចឹងអូទឹកច្រើនហ្នឹងនៅលើភ្នំដោះ បាទ ដល់គេដោះស្មៅដោះវាស្រែ ដោះវាស្រាយពូ ដោះវាស្រែអូខេចង់ក្នុងនេះអីគេ នឹងពេលឡើងមកមើល ហ្នឹងក៏ផ្លូវដែរ មាន អូខេ ស្វាយ អូគេហៅនៃស្វាណា បាទនេះពូមើលនេះពូបាទ អីកពើ នេះពូមកចុះគិតនេះទៅមើលដូច អូរៀនទៅកពើអូមែនតានេះ មកទាំងខ្មៅ នេះអូខេនេះ ក្បាលអ្នកចូលមកក្រោមគឺបានឡើង ហ្នឹងហើយរៀនទៅកពើមែនតារៀនទៅកពើមែនហ្នឹងហើយរៀនទៅកពើនេះមើលពីចម្រៀងអូចម្រៀង បងមកនេះរំរៃសពពេញដល់ពេលអត់មានភ្លៀងទៅវាចោលភ្លឺផ្លែប្រឌិតពេញ ហើយគេហ្នឹង រំរៃសពពេញ តម្រៃសពពេជ្រ បាទ អឺ អត់ជំនួសបែរដុំដៃសិនណាទៅទូរេមកនេះទៅគាត់ទូរេនឹងទៅគេ một đây là ăn than thịt sạch ហ្នឹងហើយគេ là ăn than thịt sạch អាង là ăn than thịt sạch ăn than thịt sạch à? con chôn bắt អានខាងផឹកសិន nó cũng bê đặt bên là sai một con tóc món cọp អូដោះជាប់ហ្នឹងហ្មង bây giờ ăn mình sai bỏ tọt cho bằng hết để đi bờ đi chuột đi អ tiền cho nhau អូខេបើទៅជាប់អត់មានឡើយណាជាប់ទៀតទេ nó
ở luôn Đi chọp ấy. Ok. À. À, đấy cho lục gì đi lúc giấy sẽ cắt thêm để dùng lục gì sẽ cắt thêm để nhá. Chứ nó đang lịch tắc này. Nó đang lịch tắc à? đàn Chẳng, cho khán ấy khai tắc thông ấy mà khai lịch tắc này. remote spin chơi tập lịch Chẳng. ta lâu cắt thơ xuống hỏi thơ spin đẩy ở phía cái store nào tàu là bạn đó Ok là những tiếp mình tên thời đại ảo. Vậy ông tối có tư hơi này ảo. Họ đã ảo mê mê. Thử. Nô, ăn sao ảo nữa. mình thấy em ơi bạn mình thấy cái số mấy bạn này nó sẽ ổn nó là bên Lục con nam kia vậy. bạn nó bên kia bạn cô bên kia bạn cô kia hai cái đại con đại này nó Ok mà liệp non đấy. bạn điện nó sẵn láng cái bọn bạn Ok. đi đẹp không ông đi miệp với nó là lúc đấy bạn cái thơ ca là bột sạch Mình sản phẩm sản bát. có chuối hay vui Bạn bóng bồn đọc này mình tọa bị ban đa mưa nâng sơ bằng vô lòng pi rửa ra bởi dùm nước tại mình nông lạc nông trại như rụi mốt. Bên này nhóm bạn nâng sơ mạng chất bạn đa trên phọt pi là ăn nông hơi bê đa trên một đọc khẳng krá thực băng thà là ní buộc nhóm bạn đa một đọc này khẳng krá như là ăn nông trại như ta hơi. Hôm nay khẳng krá là ăn nông ní còn mình chỉ là test xét mà bóng bồn ai chua chi lên ngầm sán. Nâng nằm bây chua chi trở lọc tới căn tí tăng cho chô khẳng mục là ăn nông bình. Quát các bạn prap tha ca đặc phía tê cho tam là test xét ní quan giặc chi một bò bàn thang bọc quát tay bình nọ. Rùa một bò đặc phía tam là test xét ní mình ai cục cung đọc lục xa quát bàn tê prụp nhiều phía chân một cầm sán lênจัดngày trongสัปดาห์ ngày bom tiền tai bẩn nọ. Việc này càng nghiêm khắcរបស់គាត់គឺធ្វើស្រែឡើងថ្នាក់នឹងជ្រើសរំទោដប់ដើម្បីរកចំណូលបន្ថែមដើម្បីគ្រប់គ្រងគ្រួសាររបស់គាត់ក្រោយពីសំណេះសំណាលនេះចប់ពួកខ្ញុំក៏សម្រេចចិត្តជួលរទេះសេះរបស់គាត់ជិះដើម្បីកំសាន្តកយគុណទេសភាពនៅខាងក្រោយលាងភ្នំត្រាចនេះតែម្ដងចង់ដឹងថាទេសភាពនៅខាងក្រោយលាងភ្នំត្រាចនេះមានទេសភាពស្អាតយ៉ាងណាសូមបងប្អូនអ្នកគ្នារីករាយទស្សនាវីដេអូនេះជាបន្តទៀតសូមអរគុណអូខេឥឡូវយើងមកជិះសេះនៅលាងភ្នំត្រាចជាមួយនឹងកាយក្មេងតូចអូនឈ្មោះអីគេរាវីណារាវីឥឡូវធ្វើកាយតូចយ៉ាងនេះទៀតអញ្ចឹងបងប្អូនដែលមកនេះអាចមករករាវីបានរាវីជូនដើរទស្សនានៅក្នុងលាងភ្នំត្រាចបានហេឡូណាធ្វើដំណើរទៅមុខហើយអត់មែនបាយក្រោយមើលហេឡូបាយដល់កប់ហើយក៏ខ្ញុំនេះបានដែរHello bố. Nâng lại nha chứ ăn ghế ăn tắc sao lại thằng ăn phải tắc đây nữa
อ๋อตึกเปรี้ย បាទព្រះអាទិត្យដំណើរជាមនុស្សក៏ទៅជាថ្មហើយ បាទបងប្អូននេះគេហៅថាឋានប្រច័នគឺឡើងតាមនេះអូឡើងតាមព្រះអង្គហ្នឹង ណាចាំមានអី អូនេះគឺមានប្រកាន់ដៃសម្រាប់ឡើងគឺឡើងទៅឋានប្រច័ន អូនអ្នកធ្វើឯង ហើយចំណែកផ្លូវដើរមួយនេះវិញគឺជាកន្លែងឡើងទៅអាងព្រះអាទិត្យ ហើយ ហើយ ចូលឋានព្រះអាទិត្យហើយយើងដើរធម្មជាតិមកឋានប្រចាំបានផ្លូវលើ អូដើរជាប់គ្នាមួយឋានប្រច័នហ្មង ផ្លូវលើ តែទៅឋានប្រច័ននេះគឺ ស្ទងព្រះអាទិត្យ ចាស់ស្រង់អាងមានទឹកអូគេនោះនេះមួយទឹក អានេះមើលដល់ខាងនេះយើងគ្នាម្ដងបន្តិចណាព្រោះអាហ្នឹងក៏ស្រួលហើយដល់នេះស្រួលហើយចឹងចដើនេះអ៊ំធ្វើអត់ជួលណា100អស់ពីម៉ោង10ប៉ាវចឹងវាមិនស្រួលខ្លាំងទេណាព្រោះកម្លាំងអ៊ំជាកម្លាំងខុច ថាប៉ុណ្ណឹងឃើញអស់គ្នាណា ឃើញអត់ឃើញអ្នកថតទេ នេះខាងនេះយើងយ៉ាត់តិច ឃើញអ្នកថតយើងថតអីឃើញ ថាម៉េចទេតែទៅត្រង់ឃើញតែអស់គ្នាហ្នឹងទៅឃើញហើយ អីទៅមេ តែជិះម៉ូតូដាក់តែចោលហ្នឹងក៏ឃើញដល់មុខហ្នឹងដែរ ចឹងហ៎ ដល់កន្លែងនេះយើងស្តុបមួយនេះអានេះមហាព្រំអ្នកបង្កើតផែនដី7តទៅជាថ្មអស់ហើយ បាទ មកតង់ទៀតដល់ហើយអស់ចាណាអ៊ំធ្វើបាន2016ហ្នឹងហើយ យូរដល់ធ្វើយូរហ្នឹង 2016អ៊ំធ្វើម្នាក់ឯងឥឡូវ2024នេះមានអ្នកផឹកនេះអីមកហើយតាមណាទេនេះដល់ហើយហើយដល់យើងចេញវិញទៅតាមនេះ បាទ អានេះយើងចូលក្នុងទ្រុងគាត់សំអានេះចដើគេចាស់ បាទ អានេះចដើអ៊ំសំការកំណើតជាមនុស្សគាត់ទៅជាថ្មហើយអញ្ចឹងយើងឡើងមកឋានព្រះអាទិត្យនេះចូលក្នុងខ្លួនរបស់គាត់ចូលក្នុងទីនេះអ៊ំស្គាល់តែរូបមួយពុំមានដើររំសាយសក់អញ្ចឹងរូបនេះសម័យកុលសម្ព័ន្ធមនុស្សយើងនៅតាមរូបក្នុងអាសនៈនេះអ៊ំម្នាក់រៀបតែលុយលោកពូនយករួមតិច2024ខែ3នេះយានជំនិះរបស់ព្រះអាទិត្យកាលនៅសមុទ្រនេះសំពៅ យើងដូចសំពៅ មានរឿងល្អច្រើនប៉ុន្តែអ៊ំមិនអាចស្គាល់អស់ព្រោះគាត់អត់បានឲ្យអ៊ំស្គាល់អានេះឡើងទៅបន្ទប់ប្រម៉ែសូយ៉ា កន្លែងផ្លូវចេញធំមែនអូន អត់ទេតល់ទេ អូ បើសិនណាអត់ទាន់យើងគួរតែឡើងទៅបន្ទប់ប្រម៉ែសូយ៉ាបាត់តកើត កន្លែងគេថតស្អាតហ្នឹងកន្លែងណា អត់ទេតិចទៀតបានដល់ អូផ្លងអានោះវិញខ្ញុំ ខានទៅចាន់ បាទ យ៉ាងថ្ងៃនេះថ្ងៃអាទិត្យបានមកដល់ឋានព្រះអាទិត្យ
chẳng dân tranh thì tham gia tết tàu thái và chán lâu còn riêng lơ còn cối và sát cho ti của mùi anh ấy tham xuống với cho ti bằng pi hay ông đăng lý non ta đương nhiên ra đang dắt dân của bạn thằng linh tích một viên đây không phải năng tấu mình của bạn lăng mình tuổi lăng nè lâu không biết thấy không giống như tham nợ trong cơn thì tích ở phía nó bị gọi tham á dân thầu ca phong và dặn tích chỉ cả một tự này dân dân ta thầu ca phong và dắt thuộc lại những không biết ọt miền cài này ba mặt này ông lý dân khơi nông cài ta ngày đi ọt mà hay ọt rồi nông cài và ọt mà hay ọt xe khơi lâm nít nông bò chân bị than bẹt tất là đa lơ còn pu than xua cho ti còn muôn đang dơ xăm từng cắm tao than thì chăng này là tất tao than rồi tất than được chăng hello mi hello là thế dương gặp bóng đa la lừa pleu tham để chăng đang tranh bị than bẹt tất là than và chăng đa lơ còn puประสาท cho ti của mùi ok trình pi lang bẹt tất tham để chăng hay ta lừa pu nông toàn thìប្រមួយ ចាំយើងធ្វើតាមនេះយ៉ាងបងប្អូនចង់ឃើញតើយើងធ្វើការប្រុងប្រយ័ត្នតាមមក lại lại màu khăn bẹt đất khăn bẹt chắn còn một nghe xô đấy លើកំពូលប្រាសាទ chẳng មិនគួយថតវាអីសិនទេ bà xong bom ôn អាហ្នឹងមហាព្រំអាខ្ពស់ហ្នឹងអ្នកបកកើតផែនដីកំពង់តទៅជាស្មោះអស់ហើយ là bên này chẳng lấy អូនេះគាត់អាចបាត់បើទៅមកក៏មែនមកទៅបិទដល់ខ្លួននៅឆ្លងលើកំពូលប្រាសាទចំទី6ដល់លើកំពូលធ្វើម៉េចបងប្អូនត្រូវអញ្ចឹង nó coi thọ ơi rụt phiếu ơi តាមតិចតិចនេះរោក៏មិនចាំมันជាស្រួលมันជារំបាក់បើលំបាកអ៊ំក៏មករួចដែរអត់អីតិចទៀតកូនមកដល់នេះវាក៏ lòi SA rồi này ហ្នឹងហើយក្នុងវត្តហើយអាប់ em nè ឥឡូវខ្លួនអស់តោះខ្លួនទៅ thấy không ហើយមកដល់ហើយនេះតោកទៅអ្នកក្រោយកុំអានមកទីទៅតោក ô lấy cái thọ ba đó nè và bông bông đọc nia là đi dùng bàn làm cái đó thì than phải chặn hơi ô đó đi có thể chạ là hào đó đi thì chạ là hơi bên tên bây giờ cái nấc bánh ba rồi nồi phần lưới đang bay đang đây cái thiệp này chết đi mày to được tiêu đây chết đi anh đi hai nó anh đi mày to được thiếu cụt môi tao ăn nè cụt môi tao pe giọt anh nuôi tao mày trâu bây giờ chỉ tập tuột giờ bên đây và cứ tập tuột như là đạo đâu còn màu hay và phải mình tự nhiên cái ca đâu có coi chia bà hôm kia
ភូមិកាដូ ភូមិណាភូមិអ្នកភូមិជាប់នេះ ភូមិដល់ពេលចឹង ប៉ុន្តែដល់ពេលហ្នឹងមានដាក់ដូងដាក់ដល់ឲ្យពេញ ភូមិជាប់នេះលបងហើយទៅពីនេះទៅភ្នំតម្រៃនេះ3គីឡូអញ្ចឹងភ្នំនេះមានវត្ត2វត្តមួយវត្តព្រះសាទការីបុតុងវត្តមួយវត្តព្រះសាទការីភ្នំតម្រៃហើយមកភ្នំនេះមកភ្នំតម្រៃអូនេះមានអាង1គីឡូ4ជ្រុង ចោលហ្នឹងមិនស្អី សម័យអរិសម័យពលពតឆ្នាំ73 73អានេះសម័យសភ្លុកខៀវជាប់ភ្នំនេះមានទំនប់លំពូសម្ដេចទីនុកសាង1គីឡូដីឆ្នាំ1954ហើយមានវត្តលំពូឋានសួគ៌ជាន់ទី7អានេះប្រាសាទ5តែអានេះទ្វារប្រាសាទស្លឹកពោនេះអញ្ចឹងយើងឈរកន្លែងនេះបែរទៅក្រៅវិញយើងឃើញទ្វាររៀងស្លឹកពោជានិមិត្តរូបពិតរបស់មេតាតែមួយប្រសូតបត់បាន7ថ្ងៃខ្លាយជាដើមពោចឹងកែមរតករបស់ខ្មែរគឺរៀងស្លឹកពោសំបីតែប្រច័នក៏រៀងស្លឹកពោដែរអាពេញបោះហ្នឹងហើយអញ្ចឹងនៅក្នុងនេះវាមានប្រាសាទចម្ប៉ាប្រាសាទព្រះសីអាប្រាសាទប្រអិនប្រាសាទព្រះព្រំខាងនេះប្រាសាទប្រអិនអានេះប្រាសាទព្រះសីអាហើយជើញមកខាងនេះប្រាសាទព្រះព្រំខាងនេះធម្មជាតិតិចដែលមិនអាចអ្នកណាស្រឡាយបានហើយក៏មិនជឿដែរមិនគួរជឿព្រោះជាថ្មនេះចេញមកឡើងទៅហើយចិត្តយាយនេះប្រាសាទព្រះព្រំនេះមហាព្រំនេះប្រាសាទវាទាល់អានោះមានពយអញ្ចឹងដូចនៅអង្គរក៏វាមានពយដែរហើយដល់ទៅប្រាសាទប្រអិនពន្លឺធប់3តំណាងឲ្យខ្ញុំនេះយើងមើលថាអញ្ចឹងយើងដើរប្រយ័ត្នតិចពេលនេះវាភ្លៀងតាមនេះមកដល់នេះតិចប្រយ័ត្ននេះដល់ហ្នឹងក៏ដល់នេះហើយមើលទៅលើពន្លឺធប់3តំណាងឲ្យថ្ងៃអញ្ចឹងពន្លឺនេះអ្នកខ្លះថតបាន7ពណ៌អ្នកខ្លះថតបានតែ2ពណ៌លឿងហើយនឹងខៀវក្រហម3ពណ៌នេះមកដល់ពន្លឺធប់3អញ្ចឹងយើងមកដល់កន្លែងផ្អែនយើងឃើញលោកព្រំអានេះបលាំងរបស់ពុទ្ធខ្មែរយើងខាងក្រោយនោះរូបស្ដេចចម្ប៉ាតាំងពីថ្មហើយមានរូបច្រើនទៀតតែខ្ញុំអត់ស្គាល់ដឹងអត់អស់ព្រោះសាឋានសួគ៌ជាន់ទី7ហ្នឹងវាមកពីក្រោម7ជាន់មកពីលើ7ជាន់វាជុំគ្នាហ្នឹងទាំងអស់សាវតាដែលគ្មានមនុស្សយើងកើតទាន់មកពិតអូខេឥឡូវនេះគឺជាផ្លូវដែលយើងចុះពីខាងលាងឋានប្រច័នដែលឥឡូវនេះយើងចុះទៅក្រោមគឺយើងតមកមុខទៀត